នេះយើងធ្វើដំណើរទៅឯក្រុងសួងខេត្តត្បូងឃ្មុំជាមួយនឹងបញ្ហាខូចឡានចង់ដឹងថាមានសកម្មភាពអីខ្លះជាមួយនឹងដំណើរមួយនឹងសូមតាមដានក្នុងវីដេអូនេះដូចតទៅយើងទៅណាកងចាមកឃ្មុំជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខូចឡានហើយយើងខូចឡានហើយតើទៅឃ្មុំឥឡូវខូចឡានខូចឡានទៅកងចាហើយបាទខូចឡានហើយឥឡូវយើងដើរទិញកាហ្វេផឹកសិនត្រង់ជាងមកដល់យើងធ្វើដំណើរតាមផ្លូវសុកក៏ខូចឡានអញ្ចឹងណាហើយយើងកំពុងតែហៅជាងឲ្យជាងមកមើលហើយគណៈពេលដែរត្រង់តែជាងមកយើងក៏បានដាក់កាហ្វេម្នាក់មួយកែវមកតុបកាហ្វេយើងដាក់កាហ្វេម្នាក់មួយកែវឲ្យតិចអញ្ចឹងណាព្រោះយើងនៅឡើងក្តៅមួយថ្ងៃហើយនោះឡានខ្ញុំច្អល់ទៅហ្នឹងគឺខូចជាប់ក្នុងផ្លូវតែម្ដងខ្ញុំមិនធ្វើមិនទេវាផឹកកាហ្វេសិនផឹកកាហ្វេអង្គុយចាំជាងមកមើលឡានអញ្ចឹងណាទាំងអស់គ្នាខ្ញុំក៏ប្រាច់គ្នាជាមួយបងជាមួយលីថាគួរធ្វើមិនបន្តអញ្ចឹងណាគួរតែរុញឡានឬក៏មិនហើយទៅមកក៏បានកាហ្វេហើយបឺតយកបាទឆ្ងាញ់មែនទែនបាទមិននិយាយនិស័យឆ្ងាញ់តែបដោនេះឯងហើយគឺយើងកាន់ទៅកន្លែងឡានបន្ទាប់មកយើងក៏អត់មានជំរឿឥឡូវនេះបន្ទាប់ពីជាងមកមើលហើយគឺអត់មានជំរឿទេអញ្ចឹងមានតែរុញទៅការ៉ាសអញ្ចឹងយើងនឹងរុញទៅការ៉ាសប្រហែលជា500ម៉ែត្រហើយយើងរុញ3នាក់ហើយនេះគឺជាសកម្មភាពរុញខ្ញុំរុញផងខ្ញុំថតផងហើយអេលីក៏ថតដែរហើយដឹងមិនពេលរុញទៅមានអារម្មណ៍ថាសប្បាយហត់តែសប្បាយបាទនេះបាទខ្ញុំថតហើយក៏រុញពីអ្នកម្ដងដោយសារតែខ្ញុំហត់ហើយឥឡូវនេះក៏យើងរុញមកដល់ការ៉ាសហើយជាកំពុងឆែកមើលយ៉ាងណាហើយខ្ញុំមិនដឹងជួយអីបានទេមានអង្គុយថតឯងឥឡូវនេះឡានយើងធ្វើអត់កើតទេយើងក៏សម្រេចចិត្តដឹកមកភ្នំពេញវិញហើយយើងក៏ពិសាថាគួរធ្វើម៉េចបន្តទៀតណាធ្វើដំណើរបន្តទៀតចឹងណាឥឡូវនេះឡានដឹកក៏បានមកដល់បាទយើងក៏រៀបចំយកឡានដឹកទៅភ្នំពេញវិញហើយឥឡូវនេះឡានកំពុងតែត្រៀមយកទៅលើដើម្បីដឹកទៅភ្នំពេញវិញឥឡូវឡានក៏បានដល់លើហើយអញ្ចឹងក៏បានយកទៅភ្នំពេញវិញហើយបាយបាយហើយខ្ញុំក៏កាក់ឡានសាំយ៉ុងបន្តទៅក្រុងសួងខេត្តត្បូងឃ្មុំហើយមកមុខខ្ញុំនេះតាំងពីព្រឹកមកនេះខូចឡានឥឡូវម៉ោង3ទៅបានចេញទៅហើយឥឡូវនេះយើងក៏បានដល់ស្ពានគីសូណាហើយក៏លោកគ្រូក៏មកយកអញ្ចឹងណាអ្នកនរគ្នាហើយខ្ញុំក៏ឈៀលថតលើឡានតិចតួចអីចឹងទៅណាបណ្ដោះទឹកដីខេត្តត្បូងឃ្មុំអីបងបានថតមិនកើតហ្វ្រេនណាហើយបន្ទាប់មកខ្ញុំក៏ដល់ទីតាំងហើយក៏បានចូលក្នុងចការតារ៉េនថតអីចឹងទៅថតផ្លែតារ៉េនឲ្យអ្នកទាំងអស់គ្នាមើលតែតារ៉េនអត់តាន់ទុំទេcònនៅរៀងស្ទើរឡើយចឹងណាហើយនេះវីដេអូខ្ញុំប្រម៉ូទតារ៉េនប្រម៉ូទតារ៉េននេះលេងចឹងណាលោកឲ្យមកផ្លែនិយាយលេងអ្នកទាំងអស់គ្នាផ្លែច្រើនមែនតើគាត់អត់តន់កាត់ទេប្រហែលជាមួយសប្តាហ៍ទៀតមកប្រហែលជាកាត់ចឹងណាហើយអ្នកទាំងអស់គ្នាអាចមើលសិនទៅបើចង់បានតារ៉េនអីអាចតាក់ទងខ្ញុំបានព្រោះខ្ញុំស្គាល់នៅលោកតារ៉េនហើយផ្លែល្អមែនតើបាទចឹងវីដេអូមានតែប៉ុណ្្នឹងហើយសូមជម្រាបលាបងប្អូនទាំងគ្នាជួបគ្នាវីដេអូក្រោយកុំភ្លេច like ហើយនិង share វីដេអូមួយនេះផងជម្រាបលាបងប្អូនទាំងគ្នាបាយបាយ